This is a drama. I'm the drama. សួស្តីអ្នកនរគ្នាតោះយើងទៅមើលរឿងរបស់យើងភាគទី12វិញម្ដងអញ្ចឹងយើងសាលតែមួយភាគទៀតទេចាប់ហើយណារឿងក៏បកមកបច្ចុប្បន្នភាពឲ្យយើងឃើញវិញនិយាយទៅដោយការពីនៅដើមភាគ1អញ្ចឹងមានបរិសុទ្ធចំណេះម្នាក់កំពុងតែឈរនៅស្ថានីយ៍រថភ្លើងខ្វាងជូហើយព័ត៌មានកំពុងតែផ្សាយអំពីក្រុងឆ្អឹងដែលបានរកឃើញនៅការដ្ឋានសំណង់មួយគេសង្ស័យថាជាក្រុងឆ្អឹងជនរងគ្រោះនៅក្នុងព្រឹត្តិការណ៍ថ្ងៃទី18ឧសភាឆ្នាំ1980លោកពូម្នាក់នេះគាត់ឃើញនាឡិកាមួយនៅក្នុងព័ត៌មានស្រាប់តែគាត់ក៏ធ្លាក់កាបូបពីដៃតែម្ដងមិនតែប៉ុណ្ណោះទេគាត់ក៏យំទៀតអញ្ចឹងមានន័យថាគាត់ប្រហែលជាពាក់ព័ន្ធជាមួយនឹងក្រុងឆ្អឹងហ្នឹងណាហើយគាត់ក៏ទៅផ្ដល់ព័ត៌មាននៅប៉ុស្តិ៍ប៉ូលីសទៅគ្រាន់តែម្ដងពេលដែលគាត់ឃើញនាឡិកាមួយនោះគាត់ឡើងញ័រដៃញ័រជើងអស់ហើយក៏ទប់ទឹកភ្នែកបានទេក៏យំចេញមកតែម្ដងណាឬហើយរឿងក៏កាត់មកឆ្នាំ1980វិញដោយពេលនេះប៉ារបស់ម្យងហ៊ីកំពុងតែកាន់នាឡិកាហ្នឹងហើយគាត់កំពុងតែមករមម្យងស៊ូចំណែកម៉ាក់របស់ជុងថេវិញគាត់ក៏មករកជុងថេដែរណាម្យងស៊ូក៏សួរប៉ាគេហេតុអីក៏ប៉ាមិនចូលទៅក្នុងទៅឈប់ខាងក្រៅធ្វើអីខ្ញុំមិនដឹងសោះថាប៉ាមកទីនេះតែប៉ារបស់គេគាត់ថាគាត់មិនអីទេហើយគាត់ចង់ដឹងថាតើម្យងស៊ូមានឈឺត្រង់ណាអត់ម្យងស៊ូគេមានឈឺត្រង់ណាទេហើយគេក៏ចង់ចូលទៅយកកាបូបគេដើម្បីទៅជាមួយប៉ាគេតែប៉ាគេអត់ឲ្យគេទៅទេឲ្យគេចាំនៅនឹងសិនហើយពេលនេះគាត់ទៅយកម្យងហ៊ីមកផ្លែតសិនម្យងស៊ូក៏សួរខ្ញុំមិនអាចទៅជាមួយប៉ាបានទេមែនទេគឺដោយសារតែនៅខាងក្រៅវាគ្រោះថ្នាក់ពេកអញ្ចឹងហើយគាត់អត់ចង់ឲ្យទៅឡើយហើយម្យងស៊ូគេឃើញម៉ាក់របស់ជុងថេគេក៏សួរទៅជាម៉ាក់របស់ជុងថេមែនទេហេតុអីក៏មិនចូលទៅក្នុងទៅម៉ាក់ជុងថេក៏សុំឲ្យម្យងស៊ូទៅហៅជុងថេគាត់បន្តិចមកដូច្នេះហើយម្យងស៊ូក៏លាប៉ារបស់គេចូលទៅក្នុងបាត់ទៅរីឯចាស់គាត់ក៏រាក់ទាក់គ្នាបន្តិចដែរទៅណាហើយប៉ារបស់ម្យងហ៊ីក៏ដើរទាំងកញ្ចប់ទៅរកម្យងហ៊ីអញ្ចឹងតែម្ដងរួចហើយបានរឿងកាត់មកឈុតត្រង់ដែលអ្នកទាំងពីរកំពុងតែនិយាយគ្នាដោយប៉ារបស់នាងមិនចង់ឲ្យនាងទៅជាមួយហ៊ីថេទេព្រោះថាហ៊ីថេមិនអាចណែនាំនាងឲ្យគ្រួសាររបស់គេស្គាល់បានផងអញ្ចឹងអាចទុកចិត្តបានយ៉ាងម៉េចទៅម្យងហ៊ីច្បាស់ជាស្ដាយក្រោយអញ្ចឹងហើយទៅណាជួយជាមួយគាត់ទៅម្យងហ៊ីនាងថាប៉ាមិនយល់ទេកុំនិយាយបែបនេះស្រាប់តែអ៊ិនយ៉ងក៏មកប្រាប់ពីរឿងរបស់ហ៊ីថេណាថាហ៊ីថេត្រូវបានគេជិះឡានបុកដល់ចឹងទៅម្យងហ៊ីនាងភ័យខ្លាំងណាស់នាងក៏ឈរចាំឡានពេទ្យគេយកហ៊ីថេមកប៉ុន្តែពេលដែលនាងបើកគូឡានតើឃើញហ៊ីថេទេឃើញតែលោកគ្រូពេទ្យយូនាងក៏សួរចុះឯណាម្នាក់ទៀតនៅតាមផ្លូវមែនទេប៉ុន្តែគេថាមានអ្នករបួសតែម្នាក់ហ្នឹងម្យងហ៊ីក៏តបលោកនិយាយស្អីហ្នឹងគេចេញទៅ2នាក់ណានឹងមានមនុស្សម្នាក់ទៀតតែធ្វើម៉េចបើលោកគ្រូពេទ្យគាត់ឃើញមានមនុស្សតែម្នាក់ហើយលោកគ្រូពេទ្យយូវិញគឺថាគាត់ត្រូវខ្លាំងមែនតើឡើងឈាមក្បាលពេញហ្នឹងហើយរួចហើយគាត់ក៏ស្រាប់តែដឹងខ្លួនវិញម្យងហ៊ីក៏សួរតើលោកមិនអីទេមែនទេលោកភ្ញាក់ដឹងខ្លួនវិញហើយចុះហ៊ីថេវិញមានរឿងអីកើតឡើងចំពោះគេទៅគេមិនបាននៅកន្លែងកាត់ហេតុទេលោកគ្រូពេទ្យយូក៏ប្រាប់ទៅថាអ្នកដែលបានបុកគេហ្នឹងគឺបានចាប់គេទៅបារាយពួកនោះបានបើកឡានបុកគេយ៉ាងពេញទំហឹងហើយក៏អូសហ៊ីថេទៅទាំងគេសន្លប់ណាពេលដែលលឺអញ្ចឹងទៅម្យងហ៊ីឡើងទុនដៃទុនជើងដើរទៅមុខអត់រួចទេហើយក៏ស្រាប់តែស៊ូយុននាងឃើញម្យងហ៊ីកំពុងតែឈរនាងសប្បាយចិត្តមែនទែនក៏មកនិយាយជាមួយម្យងហ៊ីបន្តិចទៅនាងស្មានតែម្យងហ៊ីចាក់ចេញទៅជាមួយហ៊ីថេបាត់ហើយតម្យងហ៊ីវិញនឹងទប់ទឹកភ្នែកបានទេក៏យំប្រាប់ស៊ូយុនថាស៊ូយុនណាហ៊ីថេគេស៊ូយុនលឺអញ្ចឹងទៅនាងភ័យខ្លាំងណាស់នាងក៏សួរថាគេកាត់អីតែម្យងហ៊ីនាងនិយាយចេញទេនាងក៏តែយកមកគត់តែម្ដងហើយយើងក៏ឃើញហ៊ីថេគេអត់ទាន់ស្លាប់ឡើយគេគ្រាន់តែរបួសខ្លាំងណាស់តាមពិតទៅវាជាធ្វើដៃរបស់ប៉ារបស់គេប៉ាគេក៏សួរឯងដឹងខ្លួនហើយមែនទេរីឯហ៊ីថេគេពិតជាសរសើរប៉ារបស់គេតែម្ដងគាត់ពិតជាអស្ចារ្យមែនទែនដែលចាប់គេទាល់តែបានមែនរួចហើយគាត់ក៏ដើរទៅទាញហ៊ីថេឲ្យងើបឡើង10នាទីទៀតគាត់ឲ្យហ៊ីថេត្រឡប់ទៅសេអ៊ូលវិញទៅគ្មានឡានក្រុងគ្មានរថភ្លើងអីឡើយគឺហ៊ីថេត្រូវទៅដូចជិះឡានទាល់តែទៅដល់សេអ៊ូលទៅព្យាបាលនៅទីនោះហើយគាត់ក៏ចង់ដឹងចុះស៊ូយុនវិញនៅឯណាប៉ុន្តែហ៊ីថេគេថាគេមិនដឹងទេប៉ារបស់គេក៏តបអញ្ចឹងស៊ូយុនបាត់ខ្លួននៅសេអ៊ូលហើយឯងមិនដឹងអ្វីទាំងអស់អញ្ចឹងមែនទេហ៊ីថេក៏សួរវិញតើប៉ាចង់ធ្វើអីប៉ាគេក៏និយាយទៀតឯងមិនដែលមកខ្វាំងជូសំបីតែម្ដងគឺគាត់ចង់ឲ្យហ៊ីថេទៅសេអ៊ូលវិញហើយកុំគិតថាគេបានមកខ្វាំងជូណានិយាយទៅគាត់ចង់ឲ្យហ៊ីថេលុបការចងចាំរបស់គេអត់ស្គាល់ខ្វាំងជូតែម្ដងប៉ុន្តែហ៊ីថេគេថាការប៉ັດមិនអាចលុបបំបត្តិបានទេអញ្ចឹងប៉ារបស់ហ៊ីថេគាត់នឹងបំផ្លាញភ័ស្តុតាងទាំងអស់ដែលហ៊ីថេធ្លាប់នៅទីនេះឧទាហរណ៍ដូចជាក្មេងស្រីម្នាក់នោះដែលកំពុងតែនៅមន្ទីរពេទ្យហ៊ីថេគេក៏ធ្វើដូចជាមិនដឹងណាគេថានៅមន្ទីរពេទ្យគេឃើញមានលោកគ្រូពេទ្យគេលេនុបដ្ឋាយិកានិងអ្នកជំងឺច្រើនណាស់ពួកគេសុទ្ធតែស្គាល់គេអញ្ចឹងគាត់ចង់បំផ្ទុះមន្ទីរពេទ្យនឹងចោលមែនទេប៉ារបស់គេគាត់គិតថាជាគំនិតល្អអន្តើគាត់អាចបោះសម្អាតអាគារនឹងចេញតែម្ដងហើយហ៊ីថេគេក៏សើចណាប៉ាគេក៏សួរហេតុអីទៅឯងមិនចូលចិត្តបែបនោះមែនទេអញ្ចឹងយើងនិយាយថាយើងបោះសម្អាតចារកម្មនៅក្នុងមន្ទីរពេទ្យទៅយ៉ាងម៉េចដែរហ៊ីថេគេថាគេមើលទៅដូចជាខ្លាចជាចំណុចខ្សោយរបស់ប៉ាគេហើយគេក៏ឲ្យប៉ាគេដោះលែងគេទៅនោះគេមិនត្រឹមតែបាត់ខ្លួនពីខ្វាំងជូទេគឺថាគេនឹងបាត់ខ្លួនពីជីវិតរបស់ប៉ារបស់គេតែម្ដងប៉ុន្តែប៉ាគេមិននឹងដោះលែងគេងាយៗនោះដោយដែលគាត់បានរំពឹងទុកមែនហ៊ីថេគឺឆ្លាតណាស់ប៉ុន្តែគេអន់នៅក្នុងការអានចិត្តមនុស្សពេលដែលគេដឹងពីល្បិចរបស់គូប្រជែងទាំងអស់ហើយប៉ុន្តែគេនៅតែមានចិត្តក្អត់ក្ទមទៀតនោះមានន័យថាគេនឹងបង្ហាញពីអ្វីដែលគេនឹងត្រូវធ្វើបន្ទាប់ទៀតដែរហើយគាត់ក៏យកស្កុតយកទៅបិទមាត់របស់ហ៊ីថេណាគាត់ថាពេលនេះឯងចាញ់ហើយនៅទីនេះរហូតដល់ស្ថានភាពបញ្ចប់ទៅមិនត្រឹមតែបិទមាត់ហ៊ីថេទេថែមទាំងទាត់ហ៊ីថេទៀតហើយក៏ជន់ហ៊ីថេទាំងគេរបួសអញ្ចឹងតែម្ដងចំណែកស៊ូយុនវិញនាងបានឲ្យគេជួយស្វែងរកហ៊ីថេហើយញោមហ៊ីក៏សួរតើមិនមែនជាក្រុមស្វែងរកមនុស្សស្លាប់ទេមែនទេ
ស៊ូយុនក៏ថាឲ្យឯងនិយាយស្អីនឹងគ្មានផ្លូវទេអ្នកដែលរត់គេចពីការចាប់ខ្លួនកំពុងតែត្រូវបានរកឃើញជាបន្តបន្ទាប់យូហីក៏និយាយទៀតយើងប្រកាសណាស់គេត្រូវបានឡានបុកហើយក៏ចាប់គេទៅប្រហែលជាប៉ែរបស់គេនៅពីក្រោយរឿងនេះហើយបើសិនជាអញ្ចឹងមែនស៊ូយុននឹងគិតថាប៉ែរបស់ហ៊ីថេមិននាំហ៊ីថេទៅកន្លែងសួរចម្លើយទេនាងឲ្យយូហីទប់អារម្មណ៍សិនទៅយូហីវិញពេលនេះនាងមិនអាចធ្វើអីបានឡើយនាងបារម្ភមែនទែនច្បាស់ជាហ៊ីថេគេហូរឈាមច្រើនណាស់ពេលនេះគេអាចនឹងស្លាប់នៅកន្លែងណាមួយជាមិនខានប៉ុន្តែនាងមិនអាចធ្វើអ្វីបាននោះទេនិយាយទៅនាងអន់ចិត្តមែនទែននាងមិនអាចជួយសង្សារនាងបានសោះយ៉ាងណាក៏ដោយស៊ូយុននាងឲ្យតាំងស្មារតីឡើងហេតុអីក៏គ្មានរឿងអីដែលយូហីធ្វើមិនបាននោះគឺយូហីត្រូវតែចាំហ៊ីថេឲ្យទាល់តែបានយូហីក៏តបឯងចង់ឲ្យយើងចាំបែបនេះមែនទេគឺស៊ូយុននាងប្រកាសណាស់ថាហ៊ីថេនឹងត្រឡប់មកវិញរហូតដល់ពេលនោះយូហីត្រូវតែរឹងមាំណាស់តាមពិតទៅពេលនោះយូហីអត់ចង់ឲ្យហ៊ីថេទៅទេដោយសារតែនាងអត់ដឹងថាគួរនិយាយអីជាមួយប៉ែនាងណាហ៊ីថេគេថាគេទៅតែមួយផ្លែតទេគេមកវិញលើហើយអញ្ចឹងគេឲ្យយូហីចាំគេនៅទីនេះសិនទៅចំណែកប៉ែរបស់នាងវិញគឺថាគាត់តាមយូហីរហូតតែម្ដងគាត់ក៏ហៅយូហីឲ្យត្រឡប់ទៅផ្ទះវិញជាមួយគាត់ទៅពេលនេះយូស៊ូនិងម៉ែរបស់ឯងកំពុងតែចាំឯងប៉ុន្តែយូហីអ្នកទៅទេនាងចង់ត្រឡប់ទៅមន្ទីរពេទ្យវិញដោយសារតែហ៊ីថេបានប្រាប់ឲ្យនាងចាំគេនៅឯមន្ទីរពេទ្យអញ្ចឹងហើយនាងគិតថាហ៊ីថេនឹងត្រឡប់ទៅរកនាងនៅមន្ទីរពេទ្យវិញណានាងអត់ទៅទេនាងឲ្យប៉ែរបស់នាងនាំយូស៊ូទៅប៉ែរបស់នាងថាប៉ែឯណាដែលទុកកូនចោលនៅកន្លែងគ្រោះថ្នាក់បាននោះយូហីនាងក៏តបថានាងក៏មិនអាចទៅចោលហ៊ីថេបានដែររួចហើយនាងក៏ដើរចាក់ចេញទៅបាត់ទៅដោយមិនខ្វល់ពីប៉ែរបស់នាងឡើយយើងងាកមកមើលស៊ូចាន់វិញពេលនេះគេមកដល់ផ្ទះវិញហើយគ្រាន់តែគេចុះពីលើឡានមកមីងរបស់គេនឹងគឺថាយំយោតែម្ដងដោយសារតែសភាពរបស់គេនឹងគឺថាធ្ងន់ធ្ងរខ្លាំងមែនទែនសូម្បីតែប៉ែរបស់គេណាក៏អោបកូនយំដែរបន្ទាប់មកគាត់ក៏និយាយទូរស័ព្ទជាមួយនឹងប៉ែរបស់ហ៊ីថេគាត់ពិតជាអរគុណមែនទែនដែលស៊ូចាន់ត្រឡប់មកវិញដោយសុវត្ថិភាពដូច្នេះគាត់ជាពាក់គុណប៉ែហ៊ីថេទៀតហើយប៉ែហ៊ីថេថាមិនចាំបាច់អរគុណអីទេយើងមើលថែកូនរបស់យើងឲ្យល្អរៀងខ្លួនទៅប៉ាស៊ូយុនគាត់សន្យាថានឹងមិនឲ្យមានរឿងនឹងកើតឡើងម្ដងទៀតទេប៉ុន្តែប៉ាហ៊ីថេគាត់មិនចង់បានន័យទៅលើស៊ូចាន់ឡើយគឺគាត់ចង់សម្ដៅទៅលើស៊ូយុនលើបែបហ្នឹងទៅប៉ារបស់ស៊ូយុនក៏ឆ្ងល់ក្រែស៊ូយុននៅសេអ៊ូលហើយប៉ាហ៊ីថេក៏ប្រាប់ទៅថាឥឡូវនេះនាងនៅខ្វាងជូពេលនេះកូនប្រុសរបស់គាត់កំពុងតែនៅជាមួយគាត់ដូច្នេះប៉ារបស់ស៊ូយុនត្រូវមើលថែស៊ូយុនឲ្យបានល្អទៅហើយប៉ាហ៊ីថេឲ្យប៉ារបស់ស៊ូយុនទៅរកស៊ូយុនខ្លួនឯងទៅណាចំណែកខាងតាហ៊ានវិញពេលនេះពួកគេកំពុងតែបិទគប់គ្រប់កន្លែងតែម្ដងដើម្បីរារាំងកុំឲ្យចារកម្មរត់ចេញពីខ្វាងជូហើយបើសិនជានរណាគេមិនគោរពប័ណ្ណបញ្ជាទេគឺថាបាញ់ចោលតែម្ដងខ្វាងឈូគេមើលទៅពួកទាហានដែលគេកំពុងតែដើរឆ្លងកាត់នេះដូចជាមិនសូវស្រួលតតែសោះរបៀបថាពួកនឹងមើលទៅសុទ្ធតែកាច់សាហាវសុទ្ធតែអ្នកដែលធ្លាប់សម្លាប់មនុស្សហ្មងឬហើយគេក៏ងាកក្រោយហើយក៏និយាយថាតើពួកយើងអាចត្រឡប់ទៅវិញបានទេគឺគេចង់ត្រឡប់ចូលទៅខ្វាងជូវិញរីឯខ្ជុងស៊ូវិញគេគ្មានមាត់អីមួយម៉ាត់ទេណាចំណែកស៊ូចាន់គេមករំយងហ៊ីដល់មន្ទីរពេទ្យតែម្ដងពេលដែលយងហ៊ីឃើញគេទៅនាងក៏ភ្ញាក់ផ្អើលដែរដោយសារតែស៊ូចាន់សុទ្ធតែរបួសហ៎នាងក៏សួរតើបងឈឺអត់មានអីកើតឡើងទៅតែស៊ូចាន់គេថាមិនអីទេក៏បារម្ភអីគេមកនេះគេចង់សួររឿងខ្លះពេលនេះហ៊ីថេនិងស៊ូយុនពីរនាក់គេបានមកខ្វាងជូហើយរឿងនឹងយងហ៊ីនាងក៏ដឹងដែរណាអញ្ចឹងស៊ូចាន់ក៏ចង់ដឹងថាតើពេលនេះស៊ូយុននៅណាទៅគេសុំវល់ហ្មងប្រាប់គេមកគេត្រូវតែរកស៊ូយុនឲ្យបានមុនប៉ារបស់ហ៊ីថេខ្លាចថាប៉ារបស់ហ៊ីថេធ្វើបាបប្អូនរបស់គេណាព្រោះគេបានឮថាប៉ារបស់ហ៊ីថេបានចាប់ហ៊ីថេទៅបាត់ហើយយងហ៊ីក៏សួរវិញយ៉ាងលឿនតើជាការពិតមែនទេតើហ៊ីថេពិតជានៅជាមួយប៉ារបស់គេមែនដល់ចឹងទៅស៊ូចាន់ក៏រៀងអន់ចិត្តដែរណាដោយសារតែយងហ៊ីខ្វល់តែពីហ៊ីថេឯកូនបន្ទាប់មកពីអ្នកគេក៏មកនិយាយគ្នានៅខាងក្រៅវិញស៊ូចាន់គេសួរតែឯងប្រកាសឲ្យមែនទេដែលនៅរងចាំហ៊ីថេនៅមន្ទីរពេទ្យនោះប៉ារបស់ហ៊ីថេនាំហ៊ីថេទៅយងហ៊ីច្បាស់ជាយល់ហើយថាមានន័យថាម៉េចបើនាងនៅទីនេះបន្តទៀតក៏មិនដឹងថាពេលណានេះមានគ្រោះថ្នាក់ដែរដូច្នេះស៊ូចាន់គេពិតជាបារម្ភពីយងហ៊ីខ្លាំងណាស់គេបារម្ភពីយងហ៊ីដូចជាស៊ូយុនប្អូនស្រីរបស់គេអញ្ចឹងណាយងហ៊ីក៏និយាយរឿងរបស់នាងវិញកាលពីនាងនៅក្មេងនាងតែងតែទៅផ្សារជាមួយប៉ារបស់នាងគាត់បានប្រាប់នាងថាពេលណាដែលវង្វេងគាត់ឲ្យនាងនៅមួយកន្លែងទៅកុំទៅណាទៀតបើដើររកគ្នាទៅវិញទៅមកនឹងខ្លាចទៅជាវង្វេងគ្នាជាមិនខានដូច្នេះត្រូវរងចាំគាត់រហូតដល់គាត់មករកនាងយងហ៊ីនាងនឹងនៅទីនេះបើទោះជាមានរន្ទះបាញ់ក៏ដោយនោះហ៊ីថេនឹងអាចរកនាងឃើញពេលដែលលឺអញ្ចឹងទៅស៊ូចាន់គេថានេះហើយគឺជាចំណុចដែលគេចូលចិត្តយងហ៊ីនោះនាងតែងតែក្លាហាននឹងរឹងមាំជានិច្ចរួចហើយគេក៏ផ្ដាំឲ្យយងហ៊ីមើលថែខ្លួនផងបើសិនជាត្រូវការជំនួយអីអាចខលហៅគេគ្រប់ពេលហើយគេក៏ត្រឡប់ទៅវិញបាត់ទៅណាយើងងាកមើលផ្ទះរបស់ហ៊ីថេវិញម៉ាក់ចុងរបស់គេគាត់បើកវិទ្យុយ៉ាងលឺហើយក៏ទៅហៅចុងថេឲ្យចុងមកក្រៅមកបន្តិចទៀតប៉ារបស់ឯងមកផ្ទះឥឡូវហើយរីឯហ៊ីថេគេលឺសំឡេងម៉ាក់ចុងគេចង់ស្រែកឲ្យគាត់ជួយណាតែគេស្រែកយ៉ាងម៉េចហ្នឹងក៏ម៉ាក់ចុងគេអត់លឺដែរណាមួយគេត្រូវបានបិទមាត់ឲ្យម៉ាក់ចុងគេបើកសំឡេងវិទ្យុលឺទៀតគាត់ដូចជារឿងលឺលហៀងដែរហ្នឹងណាប៉ុន្តែគាត់អត់ចាប់អារម្មណ៍ទេគាត់ក៏ទៅធ្វើម្ហូបបន្តទៀតហ៊ីថេវិញគេខំប្រឹងរើផងស្រែកផងហើយក៏បោកក្បាលនឹងតុកដោយមិនខ្លាចឈឺឡើយគេក៏ធ្វើឲ្យប៉ោលមួយធ្លាក់លើតុកណាលឺសំឡេងឡើងផាំងដល់ចឹងទៅម៉ាក់ចុងរបស់គេក៏ឆ្ងល់តើជាសំឡេងអីពេលដែលគាត់ចេញទៅមើលទៅក៏ឃើញថាគឺជាចុងថេសោះគាត់បានប្រាប់ប៉ែថាកុំឲ្យដើរលឺពេកហើយមើលទៅចុងថេទៅដូចជាមិនទាន់លុបមុខទេចុងថេគេថាគេមិនឃ្លានទេតែគេខានជួបប៉ាគេប្រហែលថ្ងៃហើយអញ្ចឹងទោះបីជាមិនឃ្លានក៏ម៉ែរបស់គេឲ្យគេទៅញ៉ាំបាយជាមួយគាត់ដែរគាត់ឲ្យគេឆាប់ទៅលុបមុខទៅដល់ចឹងទៅចុងថេគេធុញគេក៏ដើរចេញទៅបាត់ទៅណាចំណែកហ៊ីថេគេនៅតែរើចោះរើឡើងដើម្បីរកជំនួយអញ្ចឹងស្រាប់តែចុងថេគេក៏ដូចជាលើសំឡេងណាគេក៏ដើរតិចទៅប៉ាំងទ្វារមើលហ្មងទៅស្របពេលហ្នឹងប៉ារបស់គេក៏មកដល់ផ្ទះវិញដែរហើយពេលដែលគេបើកទ្វារទៅគេឃើញសភាពរបស់ហ៊ីថេហ្នឹងគេឡើងភ្ញាក់ផ្អើលខ្លាំងមែនទែនប៉ារបស់គេក៏ដើរមកបិទទ្វារវិញយ៉ាងលឿនដោយប្រាប់គេថាកុំបើកទ្វារនេះម្ដងទៀតឲ្យសោះដល់ចឹងទៅមិនដឹងថាគេភ័យយ៉ាងណាទេនេះហើយម៉ាក់របស់គេគាត់ក៏មកឃើញដែរណា
គាត់ឆ្ងល់មែនទែនតើមានអីកើតឡើងនៅក្នុងផ្ទះគាត់ទៅអញ្ចឹងហើយគាត់ក៏តាមសួរប្តីគាត់ណាប្តីគាត់ក៏ប្រាប់ថាគាត់ធ្វើគ្រប់យ៉ាងដើម្បីគ្រួសារឬបែបនឹងប្រពន្ធគាត់ក៏លន់មកថាដើម្បីគ្រួសារតែពេលនេះគាត់កំពុងតែឃុំកូនប្រុសរបស់គាត់ណាដឹងប៉ារបស់ហ៊ីថេគាត់ថាមិនទេគាត់ថាហ៊ីថេមិនមែនជាកូនគាត់ឡើយអ្វីដែលនៅក្នុងនោះគឺជាក្របបែកពេលវេលាដែលកំពុងរដូចជាឪពុករបស់ប្រពន្ធគាត់អញ្ចឹងគាត់ពិតជាអរគុណទៅកាន់ប៉ាក្មេករបស់គាត់ខ្លាំងណាស់ដែលធ្វើឲ្យពួកគាត់ជាប់គាំងនៅជនបទអស់រយៈពេល10ឆ្នាំហើយវាជាឱកាសដំបូងរបស់គាត់ក្នុងរយៈពេល10ឆ្នាំនេះតើយល់ដែរទេដូច្នេះគាត់មិនអាចអោបក្របបែកដោយសារតែគេជាគ្រួសាររបស់គាត់នោះទេហើយគាត់ក៏មិនអាចបង្កើតកំហុសជាលើកទី2បានដែរនិយាយទៅកន្លែងនេះយើងក៏មិនដឹងដែរថាតើគាត់មានបញ្ហាអីជាមួយនឹងឪពុកក្មេករបស់គាត់ណារឿងក៏កាត់មកស៊ូយុនវិញពេលនេះនាងកំពុងតែមើលឈ្មោះនរណាគេនៅរស់ខ្លះនរណាគេស្លាប់ខ្លះពេលនឹងបងប្រុសរបស់នាងក៏មកហៅនាងថាលីស៊ូយុននាងឡើងភ្ញាក់ផ្អើលហ្មងដែលបងនាងរកនាងឃើញដូច្នេះហើយអ្នកទាំងពីរក៏ទៅនិយាយគ្នាបន្តិចទៅនាងបានគិតទុករួចហើយបន្ទាប់ពីប៉ារបស់ហ៊ីថេបានចាប់ហ៊ីថេទៅបន្ទាប់មកគាត់នឹងមករកនាងជាមិនខានប៉ុន្តែដោយសារតែប៉ារបស់ហ៊ីថេអ្នកគ្រប់គ្នាគឺសុទ្ធតែគ្រោះថ្នាក់ទាំងអស់នាងមិនអាចត្រឡប់ទៅផ្ទះវិញបានទេដោយសារតែចង់រស់តែម្នាក់ឯងនោះបងនាងក៏សួរឲ្យចុះប៉ាវិញបងមិនបានឲ្យឯងទៅផ្ទះដោយសារតែខ្លួនឯងទេចឹងហើយណាស់ឯងគួរតែទៅមើលប៉ាម្ដងដែរប៉ុន្តែពេលនេះស៊ូយុននាងមិនអាចទៅបានឡើយបើសិនជានាងទៅជួបប៉ានាងពេលនេះគឺថានាងមិនអាចចេញមកវិញបានទេគឺថាបងនាងគេយល់ពីអារម្មណ៍របស់នាងច្បាស់ណាស់ថាពេលនេះស៊ូយុនមានអារម្មណ៍បែបណាតែក៏មិនចាំបាច់ដល់ថ្នាក់លះបង់គ្រួសារដែរនាងក៏ឲ្យបងនាងមើលទៅលើกระดาษទាំងអស់នេះទៅម្នាក់សុទ្ធតែបាត់បង់សមាជិកគ្រួសារដោយមិនដឹងថាពួកគេនៅរស់ឬក៏ស្លាប់ផងយ៉ាងហោចណាស់ក៏គ្រួសាររបស់គេសុទ្ធតែនៅរស់ទាំងអស់ដែរស្រាប់តែស៊ូចាន់គេក៏ឃើញក្មេងប្រុសម្នាក់ដែលត្រូវបានចាប់ខ្លួនទៅជាមួយគេដោយក្មេងប្រុសម្នាក់នោះគេមានអាយុត្រឹមតែ18ឆ្នាំតែប៉ុណ្ណោះពេលដែលគេឃើញចឹងទៅគេក៏មានអារម្មណ៍ថាអាណិតដែរណាបន្ទាប់មករឿងក៏បង្ហាញពីម្យងហ៊ីវិញម្ដងនាងកំពុងតែអង្គុយចាំហ៊ីថេជារៀងរាល់ថ្ងៃអញ្ចឹងទៅហើយស៊ុនមីនក៏មកលេងនាងដល់មន្ទីរពេទ្យដែរនាងបានលើគ្រប់យ៉ាងពីស៊ូយុនអស់ហើយមើលសភាពរបស់ម្យងហ៊ីពេលនេះចុះមិនគេងហើយក៏មិនញ៉ាំទៀនម្យងហ៊ីអង្គុយបែបនេះក៏គ្មាននរណាគេអាចនាំហ៊ីថេមកវិញបានដែរម្យងហ៊ីក៏តបនាងមិនអាចគេងលក់បានទេបើទោះជានាងគេងក៏ដោយហើយនាងក៏គ្មានអារម្មណ៍ថាឃ្លានអីទៀតស៊ុនមីនក៏ប្រាប់ទៀតថាកុំបារម្ភច្រើនពេកអីនាងគិតថាអបិសាចគីណាមនឹងមិនអាចធ្វើបាបកូនរបស់គេបានទេប៉ុន្តែម្យងហ៊ីនាងស្គាល់នាងគិតថាស្អីក៏គេអាចធ្វើបានដែរយ៉ាងណាក៏ដោយស៊ុនមីនគិតថាជាប៉ានឹងកូនក៏មិនអាចសម្លាប់កូនបានដែរណាស្រាប់តែប៉ាម្យងហ៊ីក៏សួរថាពួកឯងកំពុងតែនិយាយពីអីហ្នឹងអញ្ចឹងមានន័យថាអំបញ្ញមិញនោះគាត់បានស្ដាប់ឮអស់ហើយរួចហើយគាត់ក៏មកនិយាយគ្នាជាមួយម្យងហ៊ីបន្តិចគាត់ក៏សួរឯងដឹងថាគីណាមជាមនុស្សបែបណាទេម្យងហ៊ីនាងថានាងដឹងតើដល់ចឹងទៅប៉ារបស់នាងឡើងហួសចិត្តហ្មងដឹងហើយនៅតែណាត់ជួបគ្នាជាមួយនឹងកូនប្រុសរបស់គេទៀតតែម្យងហ៊ីថាហ៊ីថេមិនបានធ្វើអីខុសទេអ្វីដែលគេខុសនោះគឺកើតមកជាកូនប្រុសរបស់ប៉ារបស់គេតែប៉ុណ្ណោះប៉ានាងក៏តបថានឹងហើយគឺជាបញ្ហាឯងគិតថាគេមានអីខុសគ្នាជាមួយនឹងប៉ាបិសាចរបស់គេទៅស្លឹកឈើគឺជ្រុះមិនឆ្ងាយពីគល់ទេម្យងហ៊ីក៏ថាឲ្យប៉ានាងវិញបន្ទាប់ពីខ្លួនឯងត្រូវបានគេរើសអើងពេញមួយជីវិតហើយហេតុអីក៏ប៉ាប្រើពាក្យសម្ដីដូចជាគីណាអញ្ចឹងដោយសារតែម្យងហ៊ីពិបាកនិយាយគ្នាពេកប៉ានាងក៏អូសដៃនាងឲ្យទៅណាជួយជាមួយគាត់វិញហ្មងទៅតែម្យងហ៊ីនឹងបានប្រាប់ឲ្យថានាងអត់ទៅទេប៉ាគេថាឯងត្រូវតែបញ្ចប់ត្រឹមនេះចុងក្រោយគេនឹងបំផ្លាញជីវិតរបស់ឯងម្យងហ៊ីក៏តបគេមិនមែនជាអ្នកបំផ្លាញជីវិតរបស់ខ្ញុំទេម្នាក់នោះគឺជាប៉ាពេលដែលប៉ានាងលឺអញ្ចឹងទៅគាត់ឡើងខឹងម្យងហ៊ីមែនទែនហើយគាត់ក៏ចង់វាយម្យងហ៊ីទៀតតែម្យងស៊ូក៏មកខាត់តន់ណាគេយំហ្មងគេសុំឲ្យអ្នកទាំងពីរកុំឆ្លោះគ្នាអីដល់ចឹងទៅអ្នកទាំងពីរគ្មាននិយាយគ្នាចេញទេយើងងាកមើលហ៊ីថេវិញពេលនេះប៉ារបស់គេមកបើកមាត់ឲ្យគេហើយគេក៏ស្រែកមកទំហឹងតែម្ដងណាប៉ាគេក៏ថាឯងកុំចំណាយកម្លាំងអត់ប្រយោជន៍អីគ្មានអ្នកណានៅខាងក្រៅលើឯងស្រែកទេយ៉ាងណាហ៊ីថេក៏គិតថាអ្នកនៅក្នុងផ្ទះលើគេស្រែកដែរប៉ាគេក៏សួរឯងមិនចង់នឹងថារឿងនៅខាងក្រៅវាយ៉ាងម៉េចហើយទេមែនទេពេលនេះកងទ័ពត្រូវបានដកថយហើយគ្រប់គ្នាអបអរសាទរទាំងមិនដឹងថាខ្លួនឯងមានសេរីភាពឬអត់ឥឡូវនេះខ្វាំងជូត្រូវបានឡោមព័ទ្ធទាំងអស់ការបង្ហូរឈាមនិងបង្ហូរម្ដងបន្តិចរហូតដល់ពួកគេចោះចាញ់គឺដូចជាឯងនេះអញ្ចឹងដល់ចឹងទៅហ៊ីថេគេក៏អត់សំណើចទេណាឥឡូវនេះគេយល់ហើយហេតុអីបានម៉ាក់របស់គេមិនព្រមវះកាត់សួតដោយប្រើលុយរបស់ប៉ាគេនោះគេទើបតែយល់អំពីអារម្មណ៍ម៉ាក់គេទេប៉ាគេក៏តបយើងមិនយល់សោះហេតុអីបានជាអ្នកទាំងពីរល្ងងដូចគ្នាយ៉ាងនេះបើសិនជាហ៊ីថេនៅស្ងៀមពេលណាមួយសំរុំប៉ារបស់គេនឹងដោះលែងគេហើយហ៊ីថេក៏ចង់ដឹងតើប៉ារបស់គេចាប់គេមកធ្វើអីទោះបីជាគាត់ដោះលែងគេក៏ដោយពេលណាដែលគាត់មិនសប្បាយចិត្តគាត់នឹងចាប់គេមកម្ដងទៀតនោះគេមិនហៅថាជាការដោះលែងទេគេថែមទាំងនិយាយថាគេមិនមែនជាឆ្កែរបស់ប៉ាគេឡើយដូច្នេះសូមឈប់ជ្រៀតជ្រែកជីវិតរបស់គេទៀតទៅតែប៉ារបស់គេគាត់មិនអាចធ្វើអញ្ចឹងបានទេដោយសារតែគាត់បានបង់ថ្លៃទិញហ៊ីថេរួចហើយគាត់ចង់មានន័យថាដូចជាគាត់ទិញឆ្កែមកចិញ្ចឹមអីអញ្ចឹងណាហ៊ីថេគេថាដូចជាមិនល្អតតែសោះខ្ញុំមិនគិតថាខ្ញុំធ្វើជាកូនល្អរបស់ប៉ាបានទេប្រហែលជាខ្ញុំត្រូវចាប់ផ្ដើមប្រឆាំងជាមួយប៉ាហើយយ៉ាងណាក៏ដោយខ្ញុំត្រូវបានចាប់ខ្លួនរួចហើយកូនប្រុសរបស់ប្រធាននាយកដ្ឋានសន្តិសុខមែនទេស្ដាប់ទៅដូចជាអស្ចារ្យណាស់ឬមួយខ្ញុំគួរតែទៅធ្វើការដើម្បីលាក់បាំងថាខ្ញុំជាកូនប៉ាដូចជាធ្វើគ្រូបង្រៀននៅពេលយប់ប៉ារបស់គេក៏ទាញក្បាលគេឡើងដោយប្រាប់ថាឯងគួរតែដឹងថាពេលណាដែលត្រូវឈប់តបតជាមួយយើងវិញហ៊ីថេក៏តបប៉ាមិនមែនជាមនុស្សតែម្នាក់ដែលអាចបំផ្លាញជីវិតខ្ញុំបានទេដូច្នេះកុំជ្រៀតជ្រែកជីវិតរបស់ខ្ញុំទៀតប៉ារបស់គេគាត់ថាគាត់ខំអាណិតក្មេងកំព្រាដែលគ្មានកន្លែងនៅតែឥឡូវបែរជាមិនស្គាល់ខ្លួនឯងហ៊ីថេក៏ឆ្លើយថាហេតុអីបានជាខ្ញុំជាក្មេងកំព្រាក្រែងប៉ារបស់ខ្ញុំនៅរស់ហន្តើប៉ាគេក៏និយាយទៀតកុំយល់ច្រឡំឲ្យសោះបើយើងមិនជ្រើសរើសឯងជាកូនរបស់យើងឯងគ្រាន់តែជាក្មេងកំព្រាសំទានម្នាក់តែប៉ុណ្ណោះសាកសពនៅលើតាមផ្លូវយ៉ាងហោចណាស់ក៏មានគ្រួសារមកយកដែរប៉ុន្តែឯងវិញនឹងហូរឈាមស្លាប់នៅទីនេះដែលគ្មាននរណាគេមករកទេហើយក្រោយមកគ្មាននរណាគេចងចាំឯងឡើយដូចជាមិនដែលមានវត្តមានឯងមកតាំងពីដើមអញ្ចឹងហ៊ីថេគេថាអ្នកដែលកំព្រាមិនមែនជាខ្ញុំនោះទេគឺជាប៉ា
គ្មាននរណាម្នាក់ជ្រើសរើសប៉ាធ្វើជាគ្រួសាររបស់គេទេរួចហើយកូនចៅរបស់គាត់ក៏មកប្រាប់គាត់ថាមានការទូរស័ព្ទបន្ទាន់អញ្ចឹងគាត់គួរតែត្រឡប់ទៅវិញភ្លាមនិយាយទៅប៉ារបស់ហ៊ីថេពិតជាកាចសាហាវមែនទែនធ្វើដូចហ៊ីថេនឹងមិនមែនជាកូនរបស់គាត់អញ្ចឹងណាចំណែកប៉ារបស់ម្យងហ៊ីវិញគាត់អត់ទាន់ត្រឡប់ទៅវិញទេគាត់នៅតែចាំម្យងហ៊ីអញ្ចឹងម្យងស៊ូគេក៏យកស្ករគ្រាប់ឲ្យប៉ាគេមួយហើយគេក៏សួរតើពេលណាពួកគេត្រឡប់ទៅណាជូវិញទៅស្ករគ្រាប់នឹងប៉ាគេឲ្យគេញ៉ាំវិញដដែលគេគិតថាពួកគេគួរតែចាប់ចម្រិតបងស្រីគេទៅមិនដែរប៉ាកាន់ដៃទៅចាំគេកាន់ជើងដល់ចឹងទៅប៉ារបស់គេគាត់ក៏អត់សំណើចបើនាំនាងទៅបានតែរូបកាយក៏គ្មានប្រយោជន៍ដែរព្រោះចិត្តរបស់នាងនៅទីនេះបាត់ហើយញោមស៊ូក៏ចង់នឹងថាតើមានរឿងអីកើតឡើងចំពោះបងស្រីទៅខ្ញុំយល់ថាគាត់ស្រឡាញ់បងហ៊ីថេតែគ្រួសារមិនគួរសំខាន់ជាងទេមែនទេប៉ារបស់គេក៏យកនាឡិកាគាត់ចេញមកដោយសួរថាឯងនឹងថានរណាគេឲ្យវាមកប៉ាទេញោមស៊ូគេដឹងថាគឺជារបស់លោកតាគេដែលគាត់បានបកគលឲ្យប៉ាគេមុនពេលគាត់ស្លាប់តាមពិតទៅជារបស់ប៉ារបស់គាត់មែនប៉ុន្តែគាត់បានវាមកពីបងប្រុសរបស់គាត់ទេណាកាលនោះគាត់នៅក្មេងអាយុសកលម្យងស៊ូនឹងពេលនឹងបងប្រុសរបស់គាត់បានចាក់ចេញពីផ្ទះម្យងស៊ូក៏ឆ្ងល់ហេតុអីបានជាគាត់ចាក់ចេញពីផ្ទះអញ្ចឹងគឺថាដោយសារតែគាត់មានអ្វីសំខាន់ជាងគ្រួសារទៅទៀតដូចជាបងស្រីរបស់ឯងអញ្ចឹងពេលឯងធំឡើងប្រហែលជាមានរឿងអីសំខាន់ជាងនេះក៏ថាបានតែម្យងស៊ូគេគិតអញ្ចឹងទេសម្រាប់គេគ្រួសារគឺសំខាន់បំផុតដល់ចឹងទៅប៉ារបស់គេក៏អោបម្យងស៊ូហ្មងទៅគាត់ក៏សួរពីរឿងការរត់របស់ម្យងស៊ូវិញកីឡាដ្ឋានគេនៅទីនេះធំជាងទីលាននៅសាលាណាស់មែនទេគឺត្រូវឲ្យម្យងស៊ូថាមិនអាចប្រៀបធៀបគ្នាបានឡើយប៉ាគេថាប្រហែលតែគ្នាទេគ្រួសារពិតជាសំខាន់ប៉ុន្តែក្នុងជីវិតមានរឿងខ្លះក៏សំខាន់ជាងទៅទៀតវាដូចជាសាលានិងកីឡាដ្ឋានអញ្ចឹងមិនមែនបងស្រីរបស់ឯងមិនខ្វល់ពីគ្រួសារនោះទេប៉ុន្តែនាងមិនទាន់អាចត្រឡប់ទៅវិញនៅពេលនេះបានដោយសារតែមានរឿងខ្លះគឺវាសំខាន់ជាងរួចហើយម្យងស៊ូគេក៏ខំទៅរកចុងថេវិញគេខំតែភ័យណាគេស្មានតែនរណាគេអន្តើចុងថេក៏សួរម្យងស៊ូឯងមិនទាន់ត្រឡប់ទៅណាជូវិញទេម្យងស៊ូក៏ប្រាប់ទៅថាគេមិនទាន់អាចទៅបានទេដោយសារតែបងស្រីរបស់គេរងចាំបងហ៊ីថេមិនព្រមចេញទាល់តែសោះនិយាយទៅបងស្រីគេព្រមចេញពីមន្ទីរពេទ្យមកគេក៏ចង់ដឹងថាតើហ៊ីថេគេបានត្រឡប់មកផ្ទះវិញនៅប៉ុន្តែចុងថេគេហ៊ាននិយាយទេដោយសារតែនៅក្បែរនឹងមានអ្នកយាមដែរគេក៏និយាយប្រាប់តែម្ដងទៅថាបងហ៊ីថេអាចនឹងត្រូវស្លាប់វាគឺជាស្នាដៃរបស់ប៉ែរបស់គេនិយាយបានតែប៉ុណ្្នឹងម៉ែរបស់គេក៏យកទូរស័ព្ទពីចុងថេបិទយ៉ាងលឿនហើយម៉ែរបស់គេក៏តាមសួរគេណាថាតើចុងថេនិយាយប្រាប់ណាគេចុងថេក៏សួរវិញតើម៉ាក់មិនខ្វល់ទេមែនទេឥឡូវនេះលេងលឺសម្លេងគាត់ទៀតហើយចុះបើគាត់ស្លាប់វិញនោះប៉ាគាត់ហ៊ានធ្វើបែបនេះសូម្បីតែកូនប្រុសសំណប់ចិត្តរបស់គាត់ថ្ងៃមុខនោះណាតែដឹងថាគាត់ហ៊ានធ្វើបែបនេះដាក់ខ្ញុំដែរទៅម៉ែរបស់គេក៏ប្រាប់ថាគ្មានថ្ងៃដែលកើតឡើងចំពោះឯងទេហ៊ីថេនិងប៉ារបស់ឯងគ្រាន់តែឆ្លោះគ្នាតិចតួចតែប៉ុណ្ណោះស្រាប់តែចុងថេគេក៏សុំឲ្យម៉ាក់របស់គេជួយដោះលែងហ៊ីថេទៅណាមួយពេលនេះប៉ារបស់គេមិននៅផ្ទះទេគឺថាម៉ាក់របស់គេមិនអាចជួយបានឡើយបន្តិចទៀតប៉ារបស់គេនឹងដោះលែងហើយតែចាក់ចិត្តសិនទៅដល់ចឹងទៅចុងថេគេចង់នៅផ្ទះទេគេចង់ត្រឡប់ទៅកន្លែងវឹកហាត់របស់គេវិញម៉ាក់គេក៏ថាឲ្យគេឯងដឹងថានៅខាងក្រៅគ្រោះថ្នាក់ប៉ុណ្ណាទេចុងថេក៏តបមិនថាកន្លែងណាទេក៏មិនគួរឲ្យខ្លាចជាងផ្ទះនេះដែរដល់ចឹងទៅម៉ាក់របស់គេមិនដឹងថាគួរនិយាយថាម៉េចទេណាគាត់ដល់ហ៊ីថេដែរក៏យកទឹកជាមួយហ៊ីថេផឹកបន្តិចហើយហ៊ាននៅយូរទេក៏ដែរចេញទៅតែម្ដងហ៊ីថេក៏សុំឲ្យគាត់ឈប់សិនតើគេអាចសុំរឿងមួយបានទេគេចង់ឲ្យគាត់ខលទៅសួរខាងមន្ទីរពេទ្យថាតើម្យងហ៊ីនៅទីនោះអត់ដើម្បីឲ្យនាងដឹងថាគេមានសុវត្ថិភាពទេហើយក៏ឲ្យនាងត្រឡប់ទៅណាជូចោះប៉ុន្តែម៉ាក់ចុងគេគាត់សុំទោសហើយគាត់មិនអាចជួយបានឡើយវាមើលទៅដូចជាគ្មានផលល្អសម្រាប់ហ៊ីថេទេហើយហ៊ីថេក៏ដឹងដែរថាគាត់គ្មានអំណាចអីនៅក្នុងផ្ទះនេះឡើយហើយដែលគាត់អាចជួយហ៊ីថេបានគឺមានតែទឹកមួយកែវនឹងតែប៉ុណ្ណោះគេអាចខឹងនឹងស្ដីបន្ទោសគាត់ក៏បានដែរហ៊ីថេក៏តបថាម៉ាក់ខ្ញុំមិនស្ដីបន្ទោសម៉ាក់ទេខ្ញុំមិនដែលស្អប់ម៉ាក់ឡើយខ្ញុំយល់ពីអារម្មណ៍របស់ម៉ាក់អញ្ចឹងខ្ញុំសុំមួយទៀតបានទេសុំនំចុងថេចេញពីផ្ទះនេះទៅចុងថេគេពិតជានៅក្មេងណាស់ដល់ចឹងទៅម៉ាក់ចុងរបស់គេគាត់ដូចជារឿងគិតដែរហ្នឹងណាប្រហែលជាគាត់ចង់ជួយហ៊ីថេដែរទេដឹងព្រោះថាមើលទៅគាត់ទៅដូចជាចង់ជួយហ៊ីថេដែរនេះរីឯយាយគុនវិញគេអត់ស្លាប់ទេស្មានតែស្លាប់បាត់ឯងតាខំតែភ័យហើយយើងក៏ឃើញថាប៉ារបស់ហ៊ីថេក៏មករករឿងយាយគុនទៀតហើយដែលគាត់មកប្រាប់ថាគាត់នឹងសម្លាប់គ្រួសាររបស់យាយគុនទាំងអស់គាត់ថែមទាំងស្គាល់ផ្ទះរបស់គ្រួសារយាយគុននៅទីណាទៀតណានៅទីនោះស្ងប់ស្ងាត់បើមានអ្នកគេស្លាប់ក៏គ្មានអ្នកគេដឹងដែរហើយគាត់ឲ្យយាយគុនឆាប់ជួបបារីនេះទៅអាងប្រញាប់ទៅជួបគ្រួសាររបស់គេយាយគុនគេធ្លាប់បានសួរហ៊ីថេថាបើសិនជាប៉ារបស់ហ៊ីថេចាប់គេតើគាត់នឹងដោះលែងគេទេបើសិនជាគេនិយាយឈ្មោះរបស់ហ៊ីថេនោះហ៊ីថេគេថាសាក់និយាយទៅគ្រាន់តែលើឈ្មោះគេនឹងយាយគុនក៏ស្លាប់បាត់ហើយដល់ចឹងទៅយាយគុនគេក៏អត់សំណាញ់នៅពីមុខប៉ារបស់ហ៊ីថេតែម្ដងគេក៏ស្រាប់តែប្រាប់ប៉ារបស់ហ៊ីថេថាគេគឺជាមិត្តភក្តិរបស់ហ៊ីថេពេលដែលលើអញ្ចឹងខាងក្រុមស៊ើបអង្កេតហ្នឹងគេក៏ឆ្ងល់ណាប៉ារបស់ហ៊ីថេក៏ថាឲ្យអាឈួតនេះឯងកំពុងតែនិយាយពីអីហ្នឹងយាយគុនក៏សុំវល់គាត់ហើយដែលបានជាលោកពូធ្វើជាមិនស្គាល់ខ្ញុំពូថានឹងជួយខ្ញុំបើសិនជាខ្ញុំនិយាយឈ្មោះហ៊ីថេមិនដឹងថាយាយគុនគេមានបំណងអីទេបានជាគេនិយាយអញ្ចឹងឡើងណាព្រោះឯងគេដឹងហើយបើសិនជាគេនិយាយអញ្ចឹងគេនឹងអាចស្លាប់ហើយប៉ារបស់ហ៊ីថេក៏ដាក់គេយកហ្មងទៅនិយាយទៅគាត់វាយខ្លាំងមែនទែនហើយគាត់ថាឯងសមនឹងស្លាប់ហេតុអីក៏ឯងហ៊ានគំរាមយើងបែបនេះតើនរណាឲ្យឯងហ៊ាននិយាយរឿងនេះជាមួយយើងទៅលើកនេះប្រហែលជាយាយគុនគេស្លាប់មែនទែនហើយមើលទៅបើគេត្រូវបានប៉ាហ៊ីថេវាយខ្លាំងយ៉ាងហ្នឹងយើងងាកមើលនៅមន្ទីរពេទ្យវិញយើងហ៊ាននៅធ្វើការនៅមន្ទីរពេទ្យដដែលទេចំណែកលោកគ្រូពេទ្យយូពេលនេះគាត់ជាយណាគ្រួសាររបស់គាត់មកយកគាត់ទៅផ្ទះវិញបាត់ហើយលើចឹងទៅខាងអ្នកគ្រូពេទ្យគាត់ពិតជាសប្បាយចិត្តមែនទែនហើយស្រាប់តែគាត់ក៏សួរម្យងហ៊ីតើហ៊ីថេគ្មានគ្រួសារទេមែនទេដោយសារតែគេបាត់ខ្លួនទៅគ្មានណាគេតាក់ទងមករកគេសោះម្យងហ៊ីនាងរកនិយាយហើយក៏ស្រាប់តែលោកគ្រូពេទ្យម្នាក់ទៀតមកប្រាប់ថាឥឡូវនេះសម្ភារៈវិទ្យាសាស្ត្រថ្មីបានមកដល់ហើយបើផ្នែកសង្គ្រោះបន្ទាន់ខ្វះសម្ភារៈអាចទៅយកបានដូច្នេះខាងក្រុមគ្រូពេទ្យក៏សប្បាយចិត្តទៀតហើយម្យងហ៊ីនាងក៏ទៅយកសម្ភារៈខ្លះទៅពេលហ្នឹងក៏ស្រាប់តែម្យងហ៊ីនាងវិលមុខរត់ដួលណាដោយសារតែនាងពិបាកចិត្តពេកនៅចាំហ៊ីថេ
មិនដឹងថាតើពេលនេះហ៊ីថេគេយ៉ាងម៉េចទៅហើយទេហើយនាងក៏មិនបានគេងមិនបានញ៉ាំអីទៀតនាងក៏នឹកឃើញនៅពេលដែលហ៊ីថេនិយាយថាខ្ញុំទន្ទឹងរង់ចាំខែឧសភាជារៀងរាល់ឆ្នាំហើយក៏នឹកឃើញដល់ពាក្យជាច្រើនទៀតដូចជាហេតុអីក៏អូនធ្វើការហត់តែម្នាក់ឯងហើយសំឡេងនឹងផងដែរគឺជាសំឡេងរបស់ហ៊ីថេមែនទេតើគ្រាន់តែញងហ៊ីអ្នកដឹងទេនាងស្មានតែនាងសម័យនាងក៏ខំប្រឹងទប់អារម្មណ៍ខ្លួនឯងណាកុំឲ្យនឹកហ៊ីថេពេកតែដល់តែមើលម្ដងទៀតទៅគឺពិតជាហ៊ីថេមែនទេនាងក៏ដើរទៅចិត្តហ៊ីថេបន្តិចម្ដងឬហើយក៏យកដៃប៉ះមុខហ៊ីថេថាតើពិតជាហ៊ីថេមែនទេអត់គ្រាន់តែដឹងថាជាហ៊ីថេមែននាងឡើងយំតែម្ដងណានាងមិននឹកស្មានទេថាហ៊ីថេអាចត្រឡប់មករកនាងវិញបាននោះដឹងទេថានាងភ័យពីហ៊ីថេប៉ុណ្ណានាងខំរងចាំហ៊ីថេកណ្ដាលតែម្នាក់ឯងនេះចំណែកហ៊ីថេគេក៏អោបញងហ៊ីទាំងក្តីនឹករលឹកអញ្ចឹងទៅគឺថាហ៊ីថេគេបានរត់ចេញពីផ្ទះរបស់គេបានហើយដោយសារតែអ្នកយាមជាប់ទៅបន្ទប់ទឹកមួយផ្លេតមកវិញក៏បាត់គេបានហើយប៉ារបស់ហ៊ីថេគាត់ក៏សង្ស័យទៅលើប្រពន្ធចុងរបស់គាត់ក៏សួរប្រពន្ធគាត់មកទៅតែជាធ្វើដែររបស់អូនមែនទេហើយមើលទៅប្រពន្ធរបស់គាត់គឺត្រៀមខ្លួនរួចជាស្រេចនៅក្នុងការប្រជុំមុខជាមួយនឹងប៉ាហ៊ីថេគាត់ក៏ឲ្យចុងថេឆាប់ចូលទៅក្នុងបន្ទប់ទៅដោយសារតែគាត់មិនចង់ឲ្យចុងថេឃើញគាត់ឆ្លោះគ្នាជាមួយនឹងប្តីរបស់គាត់ទេហើយចុងថេគេក៏ចូលទៅក្នុងវិញមកទៅណាប៉ុន្តែគេពិតជាភ័យមែនទែនគេខ្លាចថាម៉ាក់របស់គេមានអីកើតឡើងព្រោះថាប៉ារបស់គេនេះគឺថាជាមនុស្សសាហាវខ្លាំងណាស់គេបារម្ភពេកក៏អង្គុយយំនៅក្នុងបន្ទប់តែម្នាក់ឯងហ្មងទៅចំណែកហ៊ីថេវិញគេបានព្យាបាលរបួសបានខ្លះហើយឥឡូវនេះគេកំពុងតែគេងដាក់សេរ៉ូមគ្រាន់តែឃើញប៉ាមញងហ៊ីដើរចូលមកណាក៏ងើបអង្គុយតែម្ដងរួចហើយប៉ាមញងហ៊ីគាត់ក៏ឲ្យសភៅធនាគាររបស់គាត់ទៅកាន់ហ៊ីថេដែលគាត់ប្រាប់ថាវាជាលុយសន្សំដែលគាត់សន្សំទុកឲ្យញងហ៊ីចូលរៀននៅសាកលវិទ្យាល័យក្នុងនោះក៏មានលុយដែលញងហ៊ីផ្ញើទៅផ្ទះដែរវាមិនសូវច្រើនទេតែក៏គ្រប់គ្រាន់នៅក្នុងការចាប់ផ្ដើមជីវិតសាជាថ្មីរីឯហ៊ីថេគេឲ្យគាត់យកទៅឲ្យញងហ៊ីខ្លួនឯងទៅតែគាត់អត់យកទៅទេគាត់ឲ្យហ៊ីថេទុកឲ្យញងហ៊ីចោះព្រោះបើគាត់យកទៅឲ្យក៏ញងហ៊ីអត់យកដែរឥឡូវនេះលុយនេះជាលុយរបស់ញងហ៊ីនិងហ៊ីថេហើយលើបែបហ្នឹងទៅហ៊ីថេគេឡើងរំភើបចិត្តហ្មងហើយគាត់ក៏ផ្ញើនាឡិកាមួយទៅឲ្យញងហ៊ីផងដែរធ្វើត្បិតតែញងហ៊ីជួបប៉ាដែលមិនបានការដូចជាគាត់ដែលតែងតែធ្វើឲ្យញងហ៊ីឈឺចាំប៉ុន្តែញងហ៊ីគឺជាកូនស្រីដែលមានតម្លៃខ្លាំងណាស់សម្រាប់គាត់សង្ឃឹមថាញងហ៊ីនិងហ៊ីថេបំភ្លេចរឿងលំបាកចោលហើយចេះស្រឡាញ់គ្នាមើលថែគ្នារស់នៅដែលមានសុភមង្គលចំណែកហ៊ីថេវិញគេក៏យល់ព្រមតាមនឹងអញ្ចឹងទៅរួចហើយប៉ាញងហ៊ីគាត់ក៏ងើបចាក់ចេញទៅវិញហើយណាឃើញអញ្ចឹងចង់អីហ៊ីថេគេឡើងយំអីនេះរួចហើយប៉ារបស់ញងហ៊ីគាត់ត្រឡប់ទៅផ្ទះវិញជាមួយញងស៊ូហើយនៅតាមផ្លូវគាត់សួរញងស៊ូតែឯងអន់ចិត្តជាមួយបងស្រីឯងទេញងស៊ូវិញគេថាគេមិនដឹងទេរួចហើយក៏មានអ្នកមិញម្នាក់ដែរចែកនំប៉ាឲ្យពួកគេញ៉ាំពេលដែលញងស៊ូកំពុងតែអង្គុយញ៉ាំនឹងគេក៏ឃើញមានអ្នករបួសជាច្រើនហើយក៏មានក្រុមគ្រូពេទ្យកំពុងតែខ្នះខ្នែងជួយគ្នាហើយក៏កំពុងតែស្វែងរកការបរិច្ចាគឈាមអញ្ចឹងទៅឃើញបែបហ្នឹងទៅញងស៊ូក៏ដូចជាក្តុកក្តួលចិត្តដែរណាគេក៏ប្រាប់ប៉ាគេថាគេគិតយល់ហើយថាអ្វីទៅដែលសំខាន់ដូចជាកីឡាដ្ឋាននោះរីឯញងហ៊ីនិងហ៊ីថេពីរនាក់គេក៏មកស្នាក់នៅព្រះវិហារសិនដោយសារតែពេលនេះពួកគេមិនអាចចាក់ចេញពីខ្វាំងជូបានទេចំណែកឯលោកឪវិញគ្រាន់តែឃើញហ៊ីថេនឹងគាត់ក៏ស្គាល់ហ្មងហ៊ីថេគេស្មានតែគេល្បីដោយសារតែគេរៀនប៉ាកែនឹងតាលោកឪក៏សុំញងហ៊ីគឺជាម្នាក់ដែលឯងថាគឺជាហេតុផលរបស់ឯងនឹងមែនទេប៉ុន្តែហ៊ីថេគេយល់ទេថាហេតុផលនឹងគឺជាអីហ៊ីថេគឺជាហេតុផលដែលញងហ៊ីព្រមទៅបរទេសហ៎ញងហ៊ីអ្នកហ៊ានឲ្យហ៊ីថេដឹងទេនឹងក៏នាំលោកឪចូលទៅក្នុងទៅពេលនេះប៉ារបស់ញងហ៊ីនិងញងស៊ូចិត្តមកដល់ផ្ទះវិញហើយសុនមីនក៏សួរតែអ្នកទាំងពីរប្រកាសទេថានឹងដើរទៅនោះព្រោះថាវាក៏នៅឆ្ងាយទៀតដែរប៉ាញងហ៊ីក៏ប្រាប់ថាមិនអីទេកាលពីមុនអត់ទាន់មានឡានក្រុងក៏ដើររហូតហ្នឹងហើយសុនមីននាងក៏បានដើរចំណុចមួយចំនួនដែលនាងសង្ស័យថាមានទាហាននៅទីនោះអញ្ចឹងនាងសូមឲ្យអ្នកទាំងពីរប្រយ័ត្នខ្លួនផងឬហើយប៉ាញងហ៊ីនិងញងស៊ូក៏លាសុនមីនចេញទៅបាត់ទៅដល់ទៅញងហ៊ីវិញនាងក៏រុំរបួសឲ្យហ៊ីថេណាហ៊ីថេក៏សួរតើអូនពិតជាមិនមើលមែនតែមិនចង់នឹងថានៅក្នុងសំសម្បត្តិនោះជាអ្វីទេតែញងហ៊ីនឹងមិនចង់នឹងឡើយជប់និយាយទៀតទៅដល់ចឹងទៅហ៊ីថេក៏ចំណានញងហ៊ីណាដែលញងហ៊ីទទួលបានក្តីស្រឡាញ់ច្រើនមែនទែនបើសិនជាគេមានប៉ាបែបនេះមិនដឹងថាគេសប្បាយចិត្តមិនទេហើយគេថាញងហ៊ីកើតមកក្នុងគ្រួសារដែលកក់ក្ដៅតែងតែអញ្ចឹងរីឯញងហ៊ីវិញគ្មានមាត់អីមួយម៉ាត់សោះហ៊ីថេក៏ខំនិយាយលេងសើចប៉ុន្តែញងហ៊ីនៅតែអត់សប្បាយចិត្តទៀតដល់ចឹងទៅហ៊ីថេក៏អន់ចិត្តលើលោកនេះគ្មានណាគេនៅខាងគេឡើយញងហ៊ីនេះមិនចង់ឲ្យហ៊ីថេនិយាយថាគេគ្មាននរណាគេអញ្ចឹងទៀតទេហ៊ីថេនិយាយបែបហ្នឹងដោយសារតែញងហ៊ីអត់ឆ្លើយគេអញ្ចឹងគេចេះតែនិយាយលេងសើចទៅហើយគេក៏សួរតើអូនខឹងមែនទេគឺត្រូវឲ្យញងហ៊ីនឹងខឹងដោយសារតែហ៊ីថេនិយាយបែបហ្នឹងនាងខំរងចាំហ៊ីថេរយៈពេលជាយូរណាហើយមើលអ្វីដែលហ៊ីថេនិយាយមកកាន់នាងចោះហ៊ីថេបាននិយាយថានាងមានញងស៊ូនឹងប៉ាម៉ែរបស់នាងប៉ុន្តែគេវិញគ្មាននរណាគេម្នាក់ក្រៅពីញងហ៊ីទេពេលដែលនាងគិតទៅនាងពិតជាខឹងណាស់វាហាក់បីដូចជានាងទោះបីជាគ្មានហ៊ីថេក៏នាងអាចរស់បានដែរនាងចង់ឲ្យហ៊ីថេដឹងថាបើសិនជានាងបាត់បង់ហ៊ីថេនោះគឺនាងក៏គ្មានសេះសល់អ្វីដូចគ្នាដល់ចឹងទៅហ៊ីថេក៏យល់ពីអារម្មណ៍ដែលញងហ៊ីស្រឡាញ់គេហើយគេក៏អោបញងហ៊ីដើម្បីកុំឲ្យញងហ៊ីគិតច្រើនណារីឯញងហ៊ីវិញក៏អោបគេហើយក៏យំទៀតរួចហើយហ៊ីថេក៏ប្រាប់ញងហ៊ីថាបន្ទាប់ពីម៉ែរបស់គេស្លាប់ទៅតែដឹងទេថាគេខ្លាចអ្វីជាងគេនោះវាគឺជាការឈឺដោយសារតែគេគ្មាននរណាគេមើលថែទេគេបារម្ភថាគេនឹងស្លាប់តែម្នាក់ឯងដោយគ្មាននរណាដឹងទៀតនេះហើយជាហេតុផលដែលគេមករស់នៅជាមួយគ្រួសាររបស់ប៉ាគេនោះទោះបីជាពួកគាត់មិនមែនជាគ្រួសារពិតប្រាកដរបស់គេក៏ដោយក៏គេគិតថាវាប្រសើរជាងគេរស់នៅតែម្នាក់ឯងដែរប៉ុន្តែឥឡូវនេះគេមិនត្រូវការគ្រួសារទៀតទេដោយសារតែគេមានញងហ៊ីហើយពេលដែលលើបែបហ្នឹងទៅញងហ៊ីនាងក៏យំទៀតហើយនាងថានាងនឹងធ្វើជាគ្រួសាររបស់ហ៊ីថេ
ហើយនាងក៏បបួលហ៊ីថេរៀបការជាមួយគ្នាទៅអាយ៉ាមយងហ៊ីគីហ៊ានរបស់គេចំណែកឯមយងស៊ូនិងប៉ែរបស់គេវិញកំពុងតែដើរវង្វេងផ្លូវនេះគេក៏សុំប៉ាគេមើលផែនទីវិញដោយសារតែគេប្រកែមើលជាងគាត់ស្រាប់តែពេលនោះផងដែរក៏លឺសំឡេងកំភ្លើងបាញ់ណាហើយពួកគេក៏ឃើញមានទាហានជាច្រើននៅជុំវិញគេដូច្នេះប៉ែរបស់មយងស៊ូគាត់ក៏បិទពិលដើម្បីកុំឲ្យគេឃើញហើយក៏នាំមយងស៊ូទៅលាក់ខ្លួនយ៉ាងលឿនទៅមយងស៊ូវិញគេភ័យណាស់គេឡើងយំហើយប៉ែរបស់គេក៏ប្រាប់គេថាកុំឲ្យយំណាហើយគាត់ឲ្យមយងស៊ូនៅទីនេះចោះគាត់ទៅនិយាយជាមួយនឹងខាងទាហានហើយថែមទាំងឲ្យមយងស៊ូបិទភ្នែកឲ្យចិត្តទៀតដល់ចឹងទៅមយងស៊ូគេអាចនឹងដឹងហើយថានឹងមានរឿងអីកើតឡើងប៉ាគេថាបើសិនជាឯងឮសំឡេងអីក៏ដោយកុំចេញពីទីនេះឲ្យសោះរហូតដល់ប៉ាមករកឯងវិញមយងស៊ូគេចង់ឲ្យប៉ាគេទៅទេក៏យំរហូតតែម្ដងណារួចហើយប៉ាគេក៏ដើរចេញទៅបាត់ទៅចំណែកហ៊ីថេគេពិតជាសប្បាយចិត្តមែនទែនដែលមយងហ៊ីចង់រៀបការជាមួយនឹងគេនោះហើយគេក៏កាន់ដៃរបស់មយងហ៊ីឡើងជាប់តែម្ដងចាំមើលថាតើពីរអ្នកគេបានរៀបការជាមួយគ្នាអត់ណោះរឿងរបស់យើងភាគទី11ក៏ចាប់តែត្រឹមហ្នឹងហើយចាំមើលភាគបញ្ចប់វិញម្ដងអរគុណអ្នកនរគ្នាបាយបាយបើសិនជាអ្នកទាំងអស់គ្នាចង់លើកទឹកចិត្ត admin ក្នុងការសម្រាយរឿងបន្តទៀតអ្នកទាំងអស់គ្នាអាចឧបត្ថម្ភតាមរយៈកងធនាគារនេះបានហើយកុំភ្លេចសរសេរ note នៅក្នុងនោះផងណាដើម្បីឲ្យ admin មើលទៅដឹងដូចជាសរសេរថា admin ពិតជាស្អាតខ្លាំងណាស់អីចឹងទៅតែបើសិនជា admin អត់បានឃើញទេអ្នកទាំងអស់គ្នាជួយ comment នៅក្នុងវីដេអូប្រាប់ admin ផងណាអរគុណច្រើនអ្នកទាំងអស់គ្នាបាយបាយ This is a drama. I'm the drama.